បាទសួស្តីបងប្អូនអរគ្នាហើយនៅក្នុងវីដេអូនេះលោកគ្រូនឹងបង្ហាញពីវិធីសាស្ត្រក្នុងការដោះ password VPA ចេញណាបាទអញ្ចឹងលោកគ្រូមាន file មួយដែលជាប់ password បាទក្នុងនេះអត់មាន password ដើម្បីចូលទេអញ្ចឹងកន្លែងហ្នឹងលោកគ្រូចង់ធ្វើការដោះ password ដើម្បីចូលទៅកែកូដនៅក្នុងនេះបានអញ្ចឹងកន្លែងនេះយើងបិទចោលអស់សិនណាបិទចោលអស់បាទបន្ទាប់ពីបិទ file ហ្នឹងហើយបងប្អូនធ្វើការបដូរ extension នៃ file របស់យើងហ្នឹងទៅជា zip សិនហើយយើងមកស្ដាំហើយយើង rename វាមកអញ្ចឹងកន្លែងនេះយើងដាក់dot ហើយយើងដាក់ zip មកវិញក្នុងហ្នឹងណាខើមកយកពាក្យ yes មួយដើម្បីវាបំលែងទៅជា file zip ឲ្យយើងបាទបន្ទាប់ពីបំលែងទៅជា file zip បានហើយយើងត្រូវទៅកែកូដនៅក្នុងហ្នឹងដើម្បីលុប password ចោលអញ្ចឹងដើម្បីធ្វើការទៅកែកូដក្នុងបានយើងធ្វើការ download កម្មវិធីមួយសិនយើងបើក Chrome យើងមកហើយយើង search Notepad បាទបន្តមកទៀតយើងត្រូវ download ទៅលើកម្មវិធីមួយឈ្មោះ Notepad នេះចុចលើ website ហ្នឹងណាអញ្ចឹងបងប្អូនអាចជ្រើសរើសទៅលើ version ដែលចង់បានបាទអញ្ចឹងអត់ថតលោកគ្រូយកមួយនេះពេលយកមួយហ្នឹងហើយយើង download មកបាទចឹងនៅពេលដែលចុច download ហើយ file របស់យើងនៅពេលដែល download ហើយយើងឃើញនៅលើនេះចឹងយើងអាចចុចលើរូប folder ហ្នឹងទៅយើងឃើញ file របស់យើងនៅក្នុងកន្លែងមួយគេដាក់ download នេះចឹងពេលចូលកន្លែងហ្នឹងមកយើងឃើញ file ហ្នឹងបាទចឹងបងប្អូនធ្វើការតម្លើងនេះចុចពីរដងលើហ្នឹងហើយចុច yes ហើយនិចរហូតទៅបានបាទចឹងគ្រូអត់និចទៀតទេគ្រូអត់ឡើងទៀតទេដោយសារលោកគ្រូមានហើយប៉ុន្តែសម្រាប់បងប្អូនអរគ្នាត្រូវតម្លើងបើមិនជាអត់ទាន់រៀនកម្មវិធីហ្នឹងទេបាទបន្ទាប់ពីយើងធ្វើការតម្លើងកម្មវិធីនឹងបានហើយយើងត្រូវទៅកែកូដអញ្ចឹងយើងធ្វើការ extract file នេះសិនអញ្ចឹងយើងមកស្ដាំលើហ្នឹងហើយយើងយកពាក្យថា extract all ហើយកន្លែងនេះបើសិនជាឃើញគ្រីកកន្លែង show extract នេះយើងដោះគ្រីកវាចោលទៅដើម្បីឲ្យវាបង្កើតជា folder ឲ្យយើងពេល extract ចេញហើយ extract មកបាទអញ្ចឹងយើងរងចាំតិចទៅវា extract file នឹងឲ្យយើងបាទទៅពេល extract ហើយយើងទទួលបាន file មួយឃើញទេបាទអញ្ចឹងពេលបានហើយយើងបើកវាពេលបើកហើយយើងត្រូវចូលទៅកាន់ហើយ folder មួយតង់ទៀតគឺ XL យើងបើកមួយតង់ទៀតបន្តមកទៀតយើងនឹងឃើញគេដាក់ថា VBA project bin អញ្ចឹងយើងនៅស្ដាំលើនឹងណាហើយយើងបើកជាមួយនឹងកម្មវិធីដែលយើង download មកគឺ edit with notepad អញ្ចឹងយើងចុចលើនឹងបាទពេលយើងបើកបានហើយយើងត្រូវ search ហើយយើង search ទៅរកពាក្យមួយអញ្ចឹងយើងចុច control F មកដើម្បី search បាទអញ្ចឹងយើងត្រូវ search គឺដាក់ DPB បាទហើយយើងធ្វើការចុចកន្លែង find link នេះណាដើម្បីទៅរកពាក្យហ្នឹងបាទពេលយើង find ហើយយើងឃើញនេះ DPB ហើយយើងខ្វែងចោលមកបាទបន្តមកទៀតយើងធ្វើការលុបអក្សរ B នឹងចោលកន្លែង B នេះយើងលុបទៅហើយយើងដាក់អក្សរបាទអញ្ចឹងយើងដាក់តែប៉ុណ្្នឹងទៅយើងដោះ password នឹងចោលបានបាទបន្តមកទៀត complete save យើង control S ណាបាទឬក៏ save ខាងលើនេះទៅបាទបន្ទាប់ពី save ហើយយើងបិទចោលវិញបាទបិទចោលហើយយើងចូលទៅ file របស់យើងមកវិញណាfolder ហ្នឹងណាយើងបាក់ណាបន្ទាប់មកយើងត្រូវធ្វើការ zip file នេះទៅជា zip វិញអញ្ចឹងយើង select ណា control A ក៏បានឬក៏យើង select ពីលើអញ្ចឹងមកហើយមកស្ដាំបាទហើយ WinRAR យើងចុចកន្លែង add ហ្នឹងណាបាទបន្តមកទៀតយើងត្រូវ page file គឺ zip យើងចុចលើណាបាទបន្ទាប់ពីយក file zip ហើយយើង OK មួយអញ្ចឹងយើងរងចាំទៅយើងនឹងបាន file មួយគឺ file zip ឃើញទេពេលបានធ្វើការផ្ដល់ extension zip ហ្នឹងទៅជា file VBA យើងវិញអញ្ចឹងយើង rename វាមកស្ដាំ rename ហើយយើងការដូរកន្លែងផ្ទុយ zip នេះយើងដាក់ file VBA របស់យើងវិញបាទអញ្ចឹងឲ្យលោកគ្រូដាក់ XLSM បាទ enter ណាហើយយើងយកពាក្យ yes ដើម្បីបដូរ extension មកវិញបាទអញ្ចឹងយើងបាន file ហ្នឹងបាទអញ្ចឹង file នេះយើងអាច copy យកទៅប្រើឬក៏យកទៅណាក៏បានយើងបាន file ហ្នឹងដោះ password រួចរាល់អញ្ចឹងយើងធ្វើការបើកវាណាអញ្ចឹងចេញមកឃើញហើយយើងចេះទៀតណាចេះទៀតណាបាទអញ្ចឹងអត់ថតលោកគ្រូសាកចូលថាតើលោកគ្រូបាននៅអញ្ចឹងលោកគ្រូចូល demo Visual Basic អញ្ចឹងយើងឃើញថាបើកចេញមកឃើញតែមានជាប់ password ទៀតយើងអាចបើកចូលទៅតាម form មួយទៅតាមយើងបានបាទ
នៅក្នុងវីដេអូនេះលោកគ្រូបង្ហាញរៀបរាប់ហើយតើតើពីការដក password នៅក្នុងVisual Basic បាទអញ្ចឹងក្នុងវីដេអូនេះគឺមានប៉ុណ្្នឹងឯង